ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពប្រិយមិត្តទីរាប់អានចាថ្ងៃនេះផងដែរនេះខ្ញុំវឿនមករៀនបានមកដល់ផ្ទះលោកអ៊ំហឿមហ៊ីងចានិងអ៊ំប្រុសនោះដែលរស់នៅក្នុងភូមិតថុកឃុំតបដីស្រកោះក្រឡខេត្តបាត់ដំបងកាលពីថ្ងៃទី6ខែ5ឆ្នាំ2025គឺថាមានភ្លើងឆាបឆេះផ្ទះគាត់អស់ទាំងស្រុងដោយសល់តែកន្តិចខ្ជូងចាព្រមទាំងកន្តិចស្រូវខ្លះឆ្កែក៏ងាប់របស់របរក៏អស់ចាចឹងថ្ងៃនេះផងដែរលោកហេងចំណិតចាអនុប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះក្រឡនិងជាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតបដីបានចុះសួរសុខទុក្ខដល់លោកអ៊ំដែលកំពុងមានទុក្ខលំបាកនៅភូមិតថុកចាចឹងនៅព្រឹកថ្ងៃទី7ខែឧសភាឆ្នាំ2025លោកហេងចំណិតប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខចាលោកអ៊ំណេតនូនិងអ៊ំស្រីហឿមហ៊ីងចាដែលត្រូវរងគ្រោះដោយសារភ្លើងឆេះផ្ទះផ្ទុះសេខ្សែភ្លើងឆេះអស់លីងគ្មានសល់ពុកម៉ែបងប្អូនកាលពីថ្ងៃទី6ខែ5ឆ្នាំ2025ចំណែកឯផ្ទះលោកអ៊ំដែលត្រូវភ្លើងឆេះផងដែរមានទំហំ5ម៉ែត្រគុណនឹង6ម៉ែត្រសង់អំពីឈើប្រក់កសង្កសីជញ្ជាំងកសង្កសីនិងឈើផងដែរចំណែកឯសម្ភារៈដែលខូចខាតគឺមានលុយ1,90,000មាស1ជីចាមាសហ្នឹងគឺធ្វើកវិលពុកម៉ែបងប្អូនចាស្រូវពូជ2តោនជាងអង្ករ50គីឡូក្រាមចំណែកអង្ករទៅមិនកិនបានទេមិនទាន់បានហូបទេដាក់លើនឹងក៏ឆេះអស់ហើយចំណែកស្រូវពូជហ្នឹងគាត់ថាអត់ទាន់បានព្រុសទេចាទៅប្រដាក់ពីក្រុមហ៊ុនមកគាត់ថាទុកទៅនឹងសិនមិនទាន់បានឆេះអស់ចាហើយក្រេមួយចាហើយកាតគ្រីម៉ូតូមួយទូរស័ព្ទដៃ2គ្រឿង Oppo មួយនិង N.7 មួយអស់បដ ாய் តាយាយមិនបាច់ប្រើទេឆេះខ្ទេចចាហើយចុងសន្លឹកប្លង់ដីដែលត្រឹមតែនឹងធ្វើហើយចំនួន5ចាកង់មួយធុងបាសមួយហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសបុតកំណើតចាសបុតអាពាហ៍ពិពាហ៍និងសម្ភារៈផ្ទះបាយមួយកំភ្លុះធំឆេះអស់លីងចាឆាទាំងស្រុងហ្មងពុកម៉ែបងប្អូនចឹងបានថាសោកសំរេងក្នុងការដែលភ្លើងឆេះផ្ទះផងគាត់ចាមកយកអេតបានទេម្ចាស់ករណីលទៅយកដែរតែអត់បានហើយបើកូនឆ្កែវិញស្រែកទៅយំអើងកងមេរត់ឆ្លេឆ្លាគឺកូនឆ្កែងាប់នៅក្នុងនឹងឮម្ចាស់គាត់ថាចាហើយឥឡូវនេះមេឆ្កែហ្នឹងដោះឡើងចាល់បាត់កូនអស់លីងនឹងថាគ្នាសោកស្ដាយមិនទេដែលគ្នាអត់ចេះនិយាយបានណាពុកម៉ែបងប្អូនចានឹងនឹកកូនមិនទេលោកអើយលោកដាក់កសលមិនទេមានតែភាពអាណិតនឹងឯងចាដោយឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋដូចជាលោកអ៊ំចឹងកំពុងជួបទុកលំបាកដោយសារភ្លើងឆេះផ្ទះអស់គ្មានសល់ដូច្នេះហើយបានជាលោកហេងចំណិតបានដឹកនាំក្រុមការងារនាំយកសម្ភារៈមួយចំនួនដូចខាងក្រោមចាមានអង្ករ50គីឡូក្រាមចឹងអង្ករមិញ50គីឡូក្រាមបានលោកហេងចំណិតយកមកវិញគឺ50គីឡូក្រាមស្មើដើមវិញអ៊ំសូវខូចចិត្តឯកន្លែងហ្នឹងចាទឹកស្អ៊ីវមួយយួរទឹកត្រីមួយយួរត្រីខមួយយួរមីមួយកេះតង់មួយដុំធំចាតង់ពូខៀវចាមានមុងមានខ្នៃមានកន្ទេលមានភួយមួយឈុតព្រមទាំងថវិកាចំនួន4លានរៀលចាមិនត្រឹមតែប៉ុណ្ណោះទេមិនត្រឹមតាលោកហេងចំណិតឲ្យទៅលោកអ៊ំដែលភ្លើងចាប់ផ្ទះ4លានរៀលទេថែមទាំងជូនអ៊ំអ្នកចិត្តខាងចំនួន40,000រៀលបន្ថែមទៀតចាធ្វើបុណ្យនេះធ្វើទៀនទៀតចឹងមកថាទឹកចិត្តគាត់ណាពុកម៉ែបងប្អូនចាចំណែកថវិកាដែលគាត់បានមកចូលរួមហ្នឹងគឺនិយាយត្រង់គឺគាត់គៀងគួរដែរចាបើនិយាយទៅសត្វតែញាតិធម៌ផងគាត់ឲ្យតែគាត់ហាមាត់ទៅមិនថាក្រុមការងារមិនថាលោកអុកញ៉ាឯចាចូលរួមមកជាមួយគាត់ដែរនេះបើសិនជាគិតពីសាច់ប៉ុនវិញបើសិនជាលោកហេងចំណិតតកើតជាទេវតាអ្នកចូលរួមទាំងប្រមាណតកើតជាទេវតាទាំងអស់គ្នាពុកម៉ែបងប្អូនចាហ្នឹងហើយដោយសារចិត្តសទ្ធាជ្រះថ្លាធ្វើបុណ្យទៅជាមួយគ្នាចាហ្នឹងហើយអញ្ចឹងជាបន្តទៀតពុកម៉ែបងប្អូនចាក្នុងនោះផងដែរលោកហេងចំណិតបានបញ្ជាក់បន្ថែមទៀតថាថវិកាដែលលោកបានជួយផ្ដល់ព្រមទាំងក្រុមការងារបានជួយផ្ដល់ចំនួន4លានរៀលហ្នឹង
គឺជួយដល់លោកអ៊ំសម្រាប់ឲ្យលោកអ៊ំប្រើប្រាស់ចាមិនឲ្យយកធ្វើផ្ទះមិនឲ្យយកទៅធ្វើអីធំទេគឺຕົកទិញអីពិសានឹងដោះទាល់មួយរយៈពេលជូនដល់លោកអ៊ំចាអញ្ចឹងណាចាអញ្ចឹងនេះជាការមើលឃើញគិតគូររបស់ថ្នាក់ដឹកនាំចាមិនថាលោកមេឃុំមិនថាលោកមេភូមិមិនថាលោកចៅហ្វាយស្រុកទេចាមិនថាលោកហេងចំណិតទេតែងតែគិតគូរទៅដល់បងប្អូនប្រជាពលរដ្ឋដែលថាមានទុកលំបាកណាពុកម៉ែបងប្អូនចាជានិច្ចកាលលោកហេងចំណិតប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះជួយឃុំទៅប្តីលោកមិនអោបដៃឈោមើលទេលោកតែងតែចុះជួយជាមួយបងប្អូនប្រជាពលរដ្ឋជាប់ជានិច្ចប្រជាពលរដ្ឋដែលកំពុងមានទុកលំបាកក៏តែងតែឃើញមុខលោកនឹងក្រុមការងារតែងតែនៅគៀកស្និទ្ធស្នាលចាមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋឯកាឡើយចានេះទឹកចិត្តលោកហេងចំណិតចាមិនតសើមិនបានព្រោះវត្តមានលោកជួយច្រើនចាជួយផ្ទះជួយធ្វើផ្ទះសហការមួយគេថាសប្បុរសធម៌ចាសហការធ្វើផ្ទះនៅឃើញនៅភូមិសំរោងមួយឯបឹងស្នោសំរោងឃើញមួយកុកពូនឃើញពីរចាដាក់ភ្លើងដាក់អីឲ្យណាខ្វះខាត់កង់រៀនតរៀនអីឃើញថាលោកហេងចំណិតតែងតែជួយគាត់ជួយចនិចពុកម៉ែបងប្អូនចាហ្នឹងហើយនៅក្នុងនឹងផងដែរលោកអ៊ំដែលត្រូវភ្លើងឆេះហ្នឹងការដែលគាត់មិនទាន់បានមានពុកម៉ែបងប្អូនចូលរួមជួយគាត់ខូចចិត្តស្ញោបងម៉ែបងប្អូនស្ញោសោកស្ដាយបាត់បង់របស់បាត់បង់មែនទែនដល់តែពេលឃើញពុកម៉ែបងប្អូនសប្បុរសជនបានជួយគាត់ដូចជាថវិកាមកជួយគាត់ដូចជាបងសាឡៅជួយតង់ផងអង្គត្រីខខ្លះត្រីងៀតខ្លះបងហួយភរិយារបស់បងធូររត់ឡានជួយថវិកាខ្លះបងដុំសីនាងនៅភូមិតថុកនិងស្វាមីជួយចានជួយឆ្នាំងជួយតង់ខ្លះចាហើយបានក្រុមការងារលោកហេងចំណិតចុះមកជួយទៀតអញ្ចឹងធ្វើឲ្យគាត់សប្បាយចិត្តគាត់អត់សូវសោកស្ដាយពុកម៉ែបងប្អូនចាគាត់អត់សូវសោកស្ដាយទេអញ្ចឹងមានន័យថាមាសឆេះអស់មួយជីលុយ1,90,000អញ្ចឹងថវិកាលោកហេងចំណិតបានចូលរួមមកហើយនឹងថវិកាបងប្អូនបានចូលរួមបន្តទៀតហើយច្រើនគួរសមអញ្ចឹងគាត់លេងសោកស្ដាយនឹងរបស់គាត់ដែលបាត់ហើយពុកម៉ែបងប្អូនចាអញ្ចឹងគ្រោះទៅជាលៀបវិញចូលរួមត្រេកអរមួយអ៊ំមិនសប្បាយលើកំណត់ទុករបស់អ៊ំទេប៉ុន្តែសប្បាយចិត្តចូលរួមដែលឃើញពុកម៉ែបងប្អូនក៏ដូចជាលោកហេងចំណិតក៏ដូចជាមន្ត្រីនៅក្នុងស្រុកមន្ត្រីនៅក្រៅស្រុកដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាកហើយមិនត្រឹមតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូននាងខ្ញុំមិនទាន់ហ៊ានផ្សាយជាព័ត៌មានពិតទេប៉ុន្តែលោកអ៊ំដែលត្រូវភ្លើងឆេះផ្ទះនេះណាសង្ឃឹមជឿជាក់ទុកថានឹងមានអ្នកចិត្តសប្បុរសធម៌ចាមិនដឹងតែខាងណាទេនឹងជួយធ្វើផ្ទះជូនឲ្យគាត់នៅតែមិនដឹងមួយខែពីរខែទេនេះខ្ញុំមិនដឹងទេមកតែមានណាមិនដឹងមានខាងណាដឹងអ្នកចិត្តបុណ្យណាចាអ្នកចិត្តបុណ្យអ្នកចិត្តល្អក៏បរោះអ្នកចិត្តមានចិត្តធម៌មេត្តាចាជួយបងប្អូនប្រជាពលរដ្ឋដែលក្រពិតដែលលំបាកពិតមុខតែមានចាមិនដឹងតែតូចឲ្យធំឯងខ្ញុំមិនដឹងទេចាចឹងបើសិនជាមានមែននាងខ្ញុំវឿនបង្រៀននឹងថតពីសកម្មភាពនឹងជូនទៅដល់ពុកម៉ែបងប្អូនតាមដានមើលជាបន្តប៉ុន្តែអ្វីដែលសំខាន់នៅក្នុងពេលនេះគឺលោកហេងចំណិតប្រធានក្រុមការងារចុះជួយឃុំទៅប្តីព្រមទាំងក្រុមការងារចាបានចុះមកដល់ផ្ទាល់គ្រាន់តែឮថាភ្លើងឆេះផ្លេតភ្លាមគាត់នឹងហេលហាងឡាបារម្ភពីកូនស្រុកផាន់គាត់ណាចាបារម្ភពីកូនឃុំផាន់គាត់ដឹងតែបានអីមកជួយចាំគៀងគួរមកសទុះសិនចាគៀងគួរទៅក៏បានដូចចិត្តក្រុមការងារក៏ចូលរួមមកអុកញ៉ាក៏ចូលរួមតាមគាត់មកចាអញ្ចឹងធ្វើគាត់បានថវិកានឹងឲ្យថវិកាផនគាត់បន្ថែមទៀតបានថវិកាហ្នឹងមកសួរសុខទុក្ខលោកអ៊ំណែដល់តែ4លានរៀលជាងអញ្ចឹងធម្មតាច្រើនណាពុកម៉ែបងប្អូនច្រើនណាស់
ហើយគាត់ចំណាយពេលវេលាមកសួរសុខទុក្ខដល់គូដៅទៀតចឹងមិនធម្មតាទឹកចិត្តខ្មែរចេះជួយខ្មែរយ៉ាស្កាត់ពីនាយធ្លាក់ដាក់អាយមកជួយមិនខ្លាចពីការនឿយហត់ចានាំយកថវិកាមកជួយដល់លោកអ៊ំដែលកំពុងមានទុក្ខលំបាកហើយគាត់សប្បាយចិត្តណាស់ដោយនឹងខ្ញុំបាននិយាយអញ្ចឹងថាអង្គុយផងងើបផងដេកផងហើយនៅពេលនេះគាត់កំពុងសារ៉ានណាសារ៉ានខ្នើយចាខ្នើយដែលលោកហេងចំណិតបានយកមកឲ្យគាត់សាកមើលសិនចាគាត់សាកមើលសិនស្រួលប៉ុណ្ណាចាព្រោះតាមមើលទៅអត់ល្ងុយពីយប់ហើយពុកម៉ែបងប្អូនចាចឹងឥឡូវនេះនាងខ្ញុំពុំមានអីទេចានាងខ្ញុំធ្វើការអធិប្បាយខ្លះអំពីព័ត៌មានក្នុងថ្ងៃនេះជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានមើលចាចឹងអ្នកដែលបានតាមដានមើលអ្នកដែលបានចូលរួមឬក៏មិនចូលរួមសូមមកជួបតែសំណាងល្អសូមមកជួបតែសេចក្តីសុខជាពិសេសសូមកងការមហាកសលទេវតាឆ្នាំថ្មីជួយតាមថែរក្សាមន្ត្រីថ្នាក់ដឹកនាំចាទាំងអស់ដែលបានមកជួយលោកអ៊ំដែលកំពុងមានទុក្ខជាពិសេសលោកហេងចំណិតព្រមទាំងក្រុមការងារដែលបានដឹកនាំថវិកាចំនួន4លានរៀលព្រមទាំងសម្ភារៈមួយកុំផ្លេធំតែម្ដងយកមកជួយលោកអ៊ំចាសូមទេវតាឆ្នាំថ្មីតាមថែរក្សាសូមឲ្យលោកចាមានសុខភាពល្អប្រាថ្នាអ្វីគិតអ្វីសូមឲ្យបានសម្រេចគ្រប់ភារកិច្ចចាអញ្ចឹងនាងខ្ញុំវឿនប៊ុនរិនសូមគោរពសូមជម្រាបលា